នៅតំបន់ Carolina ខាងត្បូងមានពាក្យស្លោកមួយដែលគ្រប់គ្នាដឹងក៏ប៉ុន្តែគ្មានអ្នកណាហ៊ាននិយាយខ្លាំងៗឡើយនោះគឺច្បាប់ជារបស់រដ្ឋប៉ុន្តែយុត្តិធម៌របស់ Murdoch ជាងមួយទសវត្សរ៍មកហើយដែលត្រកូលមួយនេះបានគ្រប់គ្រងសាលាក្តីកាន់កាប់អំណាចប៉ូលីសនិងកំណត់វាសនាមនុស្សគ្រប់គ្នានៅក្នុងដៃប៉ុន្តែនៅពីក្រោយឈុតអាវធំតម្លៃរាប់ពាន់ដុល្លារនិងស្នាមញញឹមដ៏ថ្លៃថ្នូរគឺមានស្រមោលខ្មៅងងឹតដែលកំពុងតែស៊ីរំលាយពួកគេពីខាងក្នុងចំណុចរបស់ដំបូងបានកាត់ឡើងនៅយប់មួយនៅក្នុងឆ្នាំ2019 Paul Murdoch គឺជាកូនប្រុសពៅដែលត្រូវបានគេស្គាល់ថាជាព្រះអង្គម្ចាស់តូចបានបើកទូកទាំងស្រវឹងជោគជាំលទ្ធផលគឺបុកប៉ះទង្គិចយ៉ាងរន្ធត់សាកសពយុវតី Mallory Beach ត្រូវបានរកឃើញប្រមាណថ្ងៃក្រោយមកប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនខឹងសម្បាបំផុតមិនមែនជាគ្រោះថ្នាក់នោះទេគឺជាសកម្មភាពរបស់ឪពុករបស់គេគឺ Alex Murdoch គាត់បានដើរពាសពេញមន្ទីរពេទ្យទាំងយប់ព្យាយាមគៀបសង្កត់សាក្សីឲ្យដូរនៅចម្លើយរបស់ពួកគេនោះគឺជាលើកទី1ដែលរបាំងមុខរបស់ត្រកូល Murdoch ត្រូវបានប្រេះស្រាំនៅថ្ងៃទី7ខែមិថុនាឆ្នាំ2021មេឃងងឹតស្លុបនៅភូមិគ្រឹះ Mosler ម៉ោង 9:10 នាទីយប់សំឡេងទូរស័ព្ទទៅកាន់លេខ911បានបន្លឺឡើងវាគឺជាសំឡេងរបស់ Alex Murdoch ដែលកំពុងតែយំសើតែដាច់ខ្យល់គាត់បានប្រាប់គេថាគាត់ទើបតែមកដល់ផ្ទះហើយបានឃើញប្រពន្ធនិងកូនប្រុសរបស់គាត់ដេកនៅក្នុងថ្លុកឈាមក្បែរទ្រុងឆ្កែទិដ្ឋភាពនៅកន្លែងកើតហេតុគឺដូចជានរកនៅលើផែនដីអញ្ចឹង Paul ត្រូវបានគេបាញ់ដោយកាំភ្លើងស័ត្វក្នុងចម្ងាយជិតបំផុតរហូតដល់ខួរក្បាលរបស់គេខ្ទាតចេញពីលលាតែម្ដងចំណែកឯ Maggie ជាម្ដាយគឺត្រូវបានគេបាញ់ប្រហារខណៈពេលដែលនាងកំពុងតែរត់គេចសំណួរដ៏ធំបំផុតថាតើអ្នកណាហ៊ានធ្វើរឿងនេះដាក់គ្រួសារដែលមានអំណាចបំផុតតើវាជាការសងសឹកពីសត្រូវខាងក្រៅឬជាផែនការដែលរៀបចំដោយអ្នកនៅក្នុងផ្ទះនៅពេលដែលប៉ូលីសចាប់ផ្ដើមជីកកកាយពួកគេមិនឃើញតែរឿងក្តីឃាតកម្មនោះទេតែពួកគេបែរជាទៅជួបសាកសពផ្សេងទៀតដែលធ្លាប់ត្រូវបានគេបំភ្លេចសំណុំរឿង Stephen Smith យុវជនម្នាក់ដែលស្លាប់នៅកណ្ដាលថ្នល់ដោយមានស្លាកស្នាមវាយដំក្បាលប៉ុន្តែត្រូវបានគេបិទសំណុំរឿងថាជាគ្រោះថ្នាក់ចរាចរណ៍ដោយសារតែមានឈ្មោះ Murdoch ពាក់ព័ន្ធហើយនៅក្នុងរឿង Gloria Certified អ្នកបម្រើដែលស្លាប់ដោយសារតែដួលធ្លាក់ពីលើជណ្ដើរនៅក្នុងផ្ទះរបស់ Murdoch Alex បានឆ្លៀតឱកាសនេះបោកប្រាស់លុយធានារ៉ាប់រងរាប់លានដុល្លារដែលជាចំណែករបស់កូនរបស់ជនរងគ្រោះយកមកធ្វើជាលុយផ្ទាល់ខ្លួននៅពេលនេះមហាជនចាប់ផ្ដើមដឹងថា Alex មិនមែនគ្រាន់តែជាមេធាវីជោគជ័យទេក៏ប៉ុន្តែគាត់គឺជាបិសាចហិរញ្ញវត្ថុដែលហ៊ានស៊ីសាច់ហត់ឈាមសូម្បីតែអ្នកបម្រើដ៏ស្មោះត្រង់របស់ខ្លួន Alex Murdoch បានមានលេសដោះសារយ៉ាងរឹងមាំមួយគឺគាត់អះអាងថាគាត់មិនបាននៅកន្លែងកើតហេតុទេនៅម៉ោងដែលប្រពន្ធកូនរបស់គាត់ស្លាប់គាត់ថានៅពេលនោះគឺគាត់បានទៅសួរសុខទុក្ខម្ដាយរបស់គាត់ប៉ុន្តែគាត់ភ្លេចរឿងមួយថាកូនរបស់គាត់ Paul គឺបានបន្សល់ទុកភស្តុតាងមួយដែល Alex មិនអាចនឹកស្មានដល់ត្រឹមតែប៉ុន្មាននាទីមុនពេលស្លាប់ Paul បានថតវីដេអូឆ្កែផ្សាយទៅមិត្តភ័ក្តិរបស់គេនៅក្នុងវីដេអូនោះគឺឮសូរសំឡេង Alex យ៉ាងច្បាស់វាគឺជាភស្តុតាងដែលបញ្ជាក់ប្រាប់ថា Alex កុហកគាត់នៅទីនោះនៅក្បែរទ្រុងឆ្កែជាមួយនឹងជនរងគ្រោះនៅនាទីចុងក្រោយនេះគឺជាសម្ដីពីភ្នោដែល Paul បានបន្សល់ទុកដើម្បីចាប់ខ្លួនឃាតករដែលជាឪពុកបង្កើតរបស់ខ្លួនឯងនៅក្នុងសវនកម្ម Alex បានព្យាយាមប្រើជំនាញមេធាវីរបស់គេដើម្បីបោកបញ្ឆោតគណៈវិនិច្ឆ័យគេយំគេសម្ដែងគេសារភាពថាគេកុហកប៉ូលីសរឿងនៅកន្លែងកើតហេតុដោយសារតែមានភាពភ័យខ្លាចនឹងការញៀនថ្នាំនៅក្នុងការស៊ើបអង្កេតសំណុំរឿងឃាតកម្មដ៏ស្មុគស្មាញមួយនេះភស្តុតាងដែលមើលទៅហាក់ដូចជាធម្មតាបំផុតជារឿយៗគឺជាគន្លឹះដែលនាំទៅរកការពិតចំពោះករណី Alex Murdoch
ផុសតាំងនោះគឺអាវភ្លៀងពណ៌ខៀវប៉ូលីសបានរកឃើញវានៅជាន់ទី2ក្នុងផ្ទះម្ដាយរបស់អាឡិចក្រោយពេលកើតហេតុបានតែប៉ុន្មានថ្ងៃតែប៉ុណ្ណោះប៉ុន្តែអ្វីដែលធ្វើឲ្យវាក្លាយទៅជាប្រធានបទដ៏ក្តៅគគុកនៅក្នុងតុលាការគឺដោយសារតែវត្តមានរបស់អាវភ្លៀងនោះវានៅខុសកន្លែងនិងខុសពេលវេលាអាកំបាំងនេះបានផ្ដល់ជាសក្ខីកម្មចេញពីមាត់របស់ Marshall Smith ដែលជាអ្នកថែទាំម្ដាយរបស់ Alex និងបានរៀបរាប់ក្នុងតុលាការទាំងក្តីបារម្ភថាប៉ុន្មានថ្ងៃក្រោយបុណ្យសពកូនប្រពន្ធរបស់ Alex នាងបានឃើញ Alex ដើរចូលទៅផ្ទះម្ដាយទាំងព្រលឹមស្រាងៗជាមួយនឹងកញ្ចប់ក្រណាត់ពណ៌ខៀវនៅក្នុងដៃនាងនិយាយថាទឹកមុខរបស់ Alex មើលទៅចម្លែកនិងមានការប្រុងប្រយ័ត្នខុសពីធម្មតាគាត់បានយកកញ្ចប់នោះទៅលាក់ទុកនៅជាន់ខាងលើសំណួរដ៏ធំបានកើតឡើងថាតើមេធាវីម្នាក់ដែលកំពុងតែកាន់ទុកប្រពន្ធកូនមានអាជីវកម្មអ្វីដែលត្រូវកាន់អាវភ្លៀងទៅផ្ទះម្ដាយរបស់ខ្លួននៅម៉ោង 6 ព្រឹកនៅពេលប៉ូលីសដកហូតអាវភ្លៀងនោះមកពិនិត្យពួកគេមិនបានរកឃើញដានឈាមដោយដែលគេរំពឹងទុកនោះទេប៉ុន្តែអ្វីដែលពួកគេរកឃើញគឺសំណល់រំសេវក្រកកំភ្លើង GSR យ៉ាងច្រើនលើសលប់នៅផ្នែកខាងក្នុងនៃអាវប្រញ្ញាបានលើកឡើងនៅទ្រឹស្ដីមួយដ៏គួរឲ្យរន្ធត់ថា Alex មិនមែនពាក់អាវនេះដើម្បីការពារភ្លៀងទេក៏ប៉ុន្តែគាត់ប្រើវាដើម្បីខ្ជាប់កាំភ្លើងដែលទើបតែបាញ់សម្លាប់រួចដើម្បីកុំឲ្យដានឈាមឬកំទេចរំសេវកាំភ្លើងខ្ទាតជាប់ទៅក្នុងឡានរបស់គាត់នៅពេលដែលគាត់យកអាវនោះទៅបោះចោលមេធាវីការពារសិទ្ធិឲ្យ Alex គឺមិនអាចនៅស្ងៀមបានឡើយពួកគេបានដេញដោលយ៉ាងស្វិតស្វាញទៅកាន់តំណាងអัยការថាតើអ្នកណាអាចបញ្ជាក់បានថាអាវនោះជារបស់ Alex គ្មាន DNA របស់ Alex ជាប់នឹងអាវនោះសោះឡើយពួកគេថែមទាំងលើកឡើងទៀតថាសំណល់រំសេវកាំភ្លើងអាចជាប់នៅលើអាវតាំងពីយូរមកហើយព្រោះគ្រួសារនេះគឺជាអ្នកដើរបរបាញ់សត្វជាប្រចាំនេះគឺជាលបែងចិត្តសាស្ត្រដែលធ្វើឲ្យគណៈវិនិច្ឆ័យត្រូវវិលមុខក៏ប៉ុន្តែដើម្បីបំបែកនៅរឿងកុហកនេះប្រញ្ញាបានបង្ហាញនៅទិន្នន័យអាកាសធាតុនៅថ្ងៃដែលកើតហេតុនៅយប់នោះនិងព្រឹកបន្ទាប់គឺជាថ្ងៃដែលមេឃស្រឡះនិងមេឃក្តៅហួតហែងគ្មានភ្លៀងសូម្បីតែមួយដំណក់ប្រសិនបើ Alex មិនមែនជាឃាតករតើមានមូលហេតុសមរម្យណាមួយដែលត្រូវកាន់អាវភ្លៀងដ៏ធំរត់ចុះរត់ឡើងសម្រាប់អ្នកស៊ើបអង្កេតអាវភ្លៀងពណ៌ខៀវមិនមែនជាសម្លៀកបំពាក់ទេក៏ប៉ុន្តែវាគឺជាកាបូបជួរផុសតាងដែល Alex ប្រើដើម្បីបិទបាំងបទល្មើសរបស់ខ្លួនឯងបើទោះបីជាអាវភ្លៀងត្រូវបានរកឃើញប៉ុន្តែកាំភ្លើងដែលសម្លាប់ Maggie និង Paul មិនត្រូវបានរកឃើញរហូតមកដល់សប្តាហ៍ថ្ងៃចំណុចនេះហើយដែលធ្វើឲ្យអ្នកតាមដានរឿងក្តីនេះជជែកគ្នាឥតឈប់ឈរតែ Alex យកកាំភ្លើងចេញពីអាវភ្លៀងរួចយកទៅបោះចោលក្នុងបឹងឬគប់ក្នុងដីនៅក្បែរផ្ទះម្ដាយរបស់គាត់អាវភ្លៀងពណ៌ខៀវបានក្លាយជាវិញ្ញាសាសាកល្បងភាពឆ្លាតវៃនៃឃាតករនិងអ្នកច្បាប់នៅក្នុងសវនកម្មដែលមានមនុស្សណែនណាន់តាន់តាប់ប្រាជ្ញា Greg Thorne Waters មិនបានចាប់ផ្ដើមដោយសំណួរឃាតកម្មភ្លាមៗនោះទេផ្ទុយទៅវិញគាត់បានចំណាយពេលរាប់ម៉ោងសួរដេញដោល Alex អំពីកូនក្តីម្នាក់ដែល Alex បានបោកប្រាស់គាត់បានបង្ហាញឯកសារមូលប្រតិបត្តិរាប់រយសន្លឹកដែល Alex បានលួចពីជនរងគ្រោះដែលកំពុងតែមានទុក្ខលំបាកជាទីបំផុតរាប់ចាប់តាំងពីកុមារដែលពិការដោយសារតែគ្រោះថ្នាក់ឡានរហូតដល់គ្រួសារអ្នកបម្រើដ៏ស្មោះត្រង់របស់ខ្លួនយុទ្ធសាស្ត្ររបស់លោកប្រញ្ញា Waters គឺច្បាស់ណាស់គាត់ចង់ឲ្យគណៈវិនិច្ឆ័យឃើញថា Alex Murdaugh មិនមែនជាជនរងគ្រោះដែលកំពុងតែកាន់ទុក្ខដោយដែលគេសម្ដែងនោះទេតែគេគឺជាបិសាចដែលពាក់ស្រោមមុខជាទេវតានៅពេលដែល Alex ឆ្លើយសារភាពម្ដងថាបាទខ្ញុំពិតជាបានលួចលុយពួកគេមែននោះគឺជាពេលដែលស្រទាប់នៃភាពថ្លៃថ្នូររបស់គេត្រូវបានបកចេញជាបន្តបន្ទាប់លោកប្រញ្ញា Waters បានសួរចំថាលោក Murdaugh តើលោកបានសម្លឹងមើលមុខកូនក្តីទាំងនោះហើយកុហកពួកគេទាំងដឹងថាពួកគេកំពុងរងទុក្ខមែនទេនៅពេលនោះ Alex បានឆ្លើយទាំងសំឡេងញ័រថាបាទលោកប្រញ្ញា Waters បានវាយបកភ្លាមថាលោកធ្វើវាបានយ៉ាងស្ទាត់ជំនាញលោកកុហកមិត្តភ័ក្តិបងប្អូននិងកុហកដៃគូការងារតើមានអ្វីខុសគ្នារវាងការកុហកពួកគេនិងការកុហកប៉ូលីសនៅយប់ដែលប្រពន្ធកូនរបស់លោកបានស្លាប់នៅក្នុងន័យនេះលោកប្រញ្ញា Waters ចង់បញ្ជាក់ថាបើ Alex អាចរៀបចំផែនការបោកប្រាស់ហិរញ្ញវត្ថុយ៉ាងស្មុគស្មាញ
នឹងមានរបៀបរៀបរយអស់រយៈពេល10ឆ្នាំហើយដើម្បីក៏គាត់មិនអាចរៀបចំផែនការឃាតកម្មនិងបិទបំបាំងភស្តុតាងក្នុងរយៈពេលតែប៉ុន្មាននាទីបាននៅព្រឹកមុនថ្ងៃកើតហេតុ Alex ត្រូវបានក្រុមហ៊ុនច្បាប់របស់ខ្លួនដេញដោលយ៉ាងធ្ងន់ធ្ងររឿងបាត់លុយ$790,000 អាមេរិកគាត់ដឹងថាអាជីពរបស់គាត់និងកេរ្តិ៍ឈ្មោះរបស់គាត់នឹងរលាយបាត់នៅល្ងាចនោះហើយដូច្នេះលោកប្រាជ្ញា Waters បានសន្និដ្ឋានថាការស្លាប់របស់ Marky និង Paul មិនមែនជារឿងចៃដន្យទេតែវាគឺជាយុទ្ធសាស្ត្របង្វែរដាននៅពេលដែលគ្រួសារមានទុក្ខសោកធំធេងគ្មាននរណាម្នាក់ហ៊ានទៅទារលុយឬដេញដោលរឿងបោកប្រាស់ពី Alex ឡើយគាត់បានប្រើឈាមរបស់កូនប្រពន្ធដើម្បីផ្ដោយកការអាណិតអាសូរនិងពេលវេលាដើម្បីដោះស្រាយរឿងបោកប្រាស់របស់គាត់នៅក្នុងបន្ទប់សវនាការអ្នកជំនាញខាងកសលវិច័យបានបង្ហាញ graphic ដែលធ្វើឲ្យគ្រប់គ្នាព្រឺសម្បុរនេះមិនមែនគ្រាន់តែជាការបាញ់ប្រហារធម្មតាទេក៏ប៉ុន្តែវាគឺជាឃាតកម្មកម្រិតខ្ពស់តាមរយៈការវិភាគស្នាមឈាមខ្ទាតអ្នកជំនាញបានរកឃើញថាកូនប្រុសរបស់ Alex ដែលមានឈ្មោះថា Paul នោះគឺត្រូវបានបាញ់ក្នុងចម្ងាយជិតខ្លាំងជាទីបំផុតរហូតដល់កម្លាំងផ្ទុះនៃគ្រាប់កាំភ្លើងបង្កើតបានជាបាតុភូតមួយដែលគេហៅថា back splatter ដែលមានន័យថាឈាមនិងកំទេចសាច់ត្រូវខ្ទាតត្រឡប់មកក្រោយវិញចម្ងាយរហូតដល់ទៅ1ម៉ែត្រទៅ2ម៉ែត្រមានន័យថាឃាតករដែលបាញ់ Paul ដាច់ខាតត្រូវតែមានឈាមប្រឡាក់នៅលើផ្ទៃមុខនិងខោអាវយ៉ាងជោគជាំប៉ុន្តែចូលកលេចមកមើលរូបភាព body cam របស់ប៉ូលីសដែលទៅដល់កន្លែងកើតហេតុត្រឹមតែ20នាទីក្រោយការទេរបស់ Alex Murdaugh បែរជាស្លៀកពាក់អាវយឺតពណ៌សស្អាតបាតគ្មានដានឈាមសូម្បីតែមួយដំណក់តើវាអាចទៅរួចទេប៉ូលីសបានឆែកឆេរនៅក្នុងផ្ទះរួចក៏ប្រទះឃើញដានសំណើមនៅក្នុងបន្ទប់ទឹកនិងម៉ាស៊ីនបោកខោអាវដែលទើបតែដំណើរការរួច Alex មានពេលគ្រប់គ្រាន់ក្នុងការងូតទឹកជំរះខ្លួននិងផ្លាស់ប្ដូរខោអាវថ្មីមុននឹងដើរតួជាឪពុកនិងជាប្តីដែលកំពុងតែយំសោកបោកខ្លួនសម្រាប់ Alex Murdaugh ការក្បត់មិនមែនជារឿងចម្លែកឡើយប៉ុន្តែការឃើញមិត្តភ័ក្តិដែលធ្លាប់រួមសុខរួមទុក្ខជាមួយគ្នាឡើងមកផ្ដល់សក្ខីកម្មគឺជាការទះកំភ្លៀងដ៏ខ្លាំងបំផុតចំពោះមុខមាត់របស់គាត់លោក Chris Wilson ជាមិត្តភ័ក្តិជិតស្និទ្ធរបស់ Alex បំផុតតាំងពីសម័យរៀនមេធាវីគាត់បានឡើងមកកាន់កៅអីសវនាការធ្វើជាសាក្សីទាំងទឹកភ្នែកគាត់បានរៀបរាប់ពីរបៀបដែល Alex ប្រើទំនុកចិត្តដែលពួកគាត់មានចំពោះគ្នាដើម្បីបោកប្រាស់លុយកាក់រាប់សែនដុល្លារពីកូនក្តីនិងក្រុមហ៊ុន Chris បាននិយាយទាំងសំឡេងញ័រថាខ្ញុំធ្លាប់ស្រឡាញ់គាត់ដូចបងប្អូនបង្កើតខ្ញុំជឿលើគាត់គ្រប់យ៉ាងប៉ុន្តែហេតុអ្វីបានជាគាត់ធ្វើមកលើពួកយើងគឺលើសពីការក្បត់ទៅទៀតបែបនេះឈុតឆាកនេះបង្ហាញឲ្យឃើញថា Alex មិនមែនគ្រាន់តែសម្លាប់ប្រពន្ធកូនដោយរូបកាយនោះទេក៏ប៉ុន្តែគាត់ថែមទាំងបានសម្លាប់ទំនុកចិត្តនិងសេចក្តីស្រឡាញ់ពីមនុស្សគ្រប់គ្នានៅជុំវិញខ្លួនគាត់ថែមទៀតផងនៅក្នុងតុលាការនោះ Alex មិនមែនគ្រាន់តែតតាំងជាមួយច្បាប់ទេក៏ប៉ុន្តែគាត់កំពុងតែតតាំងជាមួយនឹងខ្មោចនៃភាពអាត្មានិយមដែលមាននៅក្នុងខ្លួនរបស់គាត់មុនពេលញញួរតុលាការបន្លឺឡើងជាចុងក្រោយចៅក្រម Clifton Newman បានមានប្រសាសន៍ដែលគាត់មិនបានប្រើនៅពាក្យច្បាប់បច្ចេកទេសដែលស្មុគស្មាញឡើយប៉ុន្តែគាត់បាននិយាយទៅកាន់ Alex ក្នុងនាមជាមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀតគាត់បាននិយាយថា Alex អ្នកប្រហែលជាអាចបោកបញ្ឆោតគណៈវិនិច្ឆ័យបានខ្លះអ្នកប្រហែលជាអាចកុហកខ្លួនឯងបានរហូតក៏ប៉ុន្តែនៅពេលដែលអ្នកស្ថិតនៅក្នុងបន្ទប់ឃុំឃាំងម្នាក់ឯងក្នុងភាពងងឹតអ្នកនឹងឃើញមុខ Margie និង Paul លងបន្លាចអ្នករាល់យប់អំណាចដែលអ្នកធ្លាប់មានកិត្តិយសត្រកូលដែលអ្នកធ្លាប់សាងវាមិនអាចការពារអ្នកពីការឈឺចាប់នៃមនសិការបាននោះទេសារក្រមចាប់ពន្ធនាគារអស់មួយជីវិតចំនួន2ដងដោយគ្មានការលើកលែងគឺជាការបិទបញ្ចប់អាណាចក្រដែលពោពេញទៅដោយការភូតភរហើយខ្ញុំក៏សូមបញ្ជាក់ផងដែរអំពីអំណាចនៃគ្រួសារ Murdaugh ក្នុងរយៈពេលប្រមាណជា86ឆ្នាំជាប់គ្នាតំណែងព្រះកញ្ញាកំពូលប្រចាំតំបន់ទី14នៃ Carolina ខាងត្បូងមិនដែលធ្លាក់ទៅក្នុងដៃត្រកូលផ្សេងក្រៅពីត្រកូល Murdaugh ឡើយនេះគឺជាការផ្ទេរមរតកអំណាចសាកសម័យមើលរាល់សំណុំរឿងឃាតកម្មគ្រឿងញៀន
ឬក៏ប្លន់ដែលកើតឡើងនៅក្នុងខែចំនួន5ជុំវិញនោះសុទ្ធតែត្រូវឆ្លងកាត់ការសម្រេចចិត្តរបស់គ្រួសារនេះពួកគេមានសិទ្ធិអំណាចកំណត់ថាតើនរណាគួរចាត់ប្រកាន់និងអ្នកណាគួរតែដោះលែងអំណាចនេះបានចាក់ឫសយ៉ាងជ្រៅរហូតដល់ប៉ូលីសក្នុងតំបន់ចាត់ទុកគ្រួសារ Murdoch គឺជាមេកាយរបស់ពួកគេនៅតំបន់ Low Country ពាក្យសម្ដីរបស់ Murdoch មានតម្លៃស្មើនឹងច្បាប់ដែលមានចែងនៅក្នុងសៀវភៅការប្រឆាំងនឹងពួកគេគឺស្មើនឹងការបញ្ចប់អាជីពរបស់ខ្លួនឯងអ្វីដែលធ្វើឲ្យ Alex Murdoch មានគ្រោះថ្នាក់បំផុតគឺសមត្ថភាពក្នុងការដើរតួជាព្រះអាញាខណៈពេលដែលគាត់គឺជាមេធាវីឯកជនសោះគាត់តែងតែពាក់ផ្លាកសញ្ញាប៉ូលីសនៅនឹងចង្កេះឬដាក់លើតាប់ឡូឡានផ្លាកសញ្ញានេះមិនមែនសម្រាប់ការពារប្រជាជនទេប៉ុន្តែវាគឺជាសម្បត្តិមាសដែលអនុញ្ញាតឲ្យគាត់ចូលទៅគ្រប់ទីកន្លែងដែលកើតហេតុមុនពេលដែលអ្នកស៊ើបអង្កេតផ្លូវការបានទៅដល់នៅក្នុងពេលយប់ដែល Paul បង្កគ្រោះថ្នាក់ទូក Alex បានប្រើអំណាចនេះដើម្បីដើរចូលទៅក្នុងមន្ទីរពេទ្យទាំងយប់បញ្ជាឲ្យប៉ូលីសធ្វើតេស្តជាតិអាល់កុលលើកូនរបស់គាត់និងដើរគំរាមជនរងគ្រោះដទៃទៀតដែលកំពុងតែដេកលើគ្រែពេទ្យសូម្បីតែប៉ូលីសដែលឈរជើងនៅទីនោះក៏មិនហ៊ានខាត់គាត់ដែរនេះគឺជាអយុត្តិធម៌ដ៏ខ្លាំងក្លាបំផុតនៅពេលដែលឃាតករនិងអ្នកការពារច្បាប់គឺជាមនុស្សតែមួយនោះយុត្តិធម៌គ្រាន់តែជាឆាកល្ខោនដែលពួកគេដឹកនាំសម្ដែងតែប៉ុណ្ណោះប៉ុន្តែអំណាចដ៏គួរឲ្យខ្លាចបំផុតរបស់ Alex គឺមិនមែនជាកំភ្លើងឬផ្លាកសញ្ញាប៉ូលីសនោះទេក៏ប៉ុន្តែគឺជាមន្តអាគមនៃការបញ្យល់គាត់គឺជាអ្នកជំនាញចិត្តសាស្ត្រផងដែរដែលដឹងថាតើត្រូវនិយាយយ៉ាងណាដើម្បីឲ្យមនុស្សអាណិតនិងជឿជាក់គាត់អាចលួចលុយរាប់លានដុល្លារពីក្មេងស្រីម្នាក់ដែលបាត់បង់ជើងនៅក្នុងគ្រោះថ្នាក់ឡានរួចដើរទៅអោបនាងហើយប្រាប់នាងថានាងជាមនុស្សដែលគាត់ស្រឡាញ់ជាទីបំផុតនៅក្នុងតុលាការយើងបានឃើញបច្ចេកទេសនេះយ៉ាងច្បាស់បើទោះបីជាផុសតាំងនៅជុំវិញខ្លួនបង្ហាញថាគាត់គឺជាឃាតករក៏គាត់នៅតែអាចយំសោកបង្ហាញក្តីស្រឡាញ់ចំពោះប្រពន្ធកូនដែលគាត់ទើបតែបាញ់សម្លាប់ដើម្បីបោកប្រាស់អារម្មណ៍គណៈវិនិច្ឆ័យ Alex បានប្រើភាពទន់ភ្លន់คล้ายคล้ายជាខែលការពារខ្លួនគាត់គិតថាបើគាត់អាចបោកមិត្តភក្តិដែលជាមេធាវីកម្ពូលបានរាប់ឆ្នាំហេតុអ្វីក៏គាត់មិនអាចបោកពិភពលោកទាំងមូលបាននេះគឺជាអំណួតដ៏ខ្ពស់បំផុតរបស់បុរសម្នាក់ដែលជឿថាខ្លួនឯងគឺជាអាទិទេពដែលអាចបញ្ជាឲ្យខុសទៅជាត្រូវឲ្យស្លាប់ទៅជារស់តាមតែមាត់របស់គាត់